នេះគឺជាក្មេងប្រុសម្នាក់ទៀតហើយដែលបានបាត់បង់ជីវិតព្រោះតែ AI តែករណីរបស់គាត់គឺមានមនុស្សខិលខូចជាអ្នកធ្វើដែលក្មេងប្រុសនេះដែរមានឈ្មោះថា Elijah Heacock រស់នៅ Kentucky សហរដ្ឋអាមេរិកឆ្នាំហ្នឹងអាយុ16ឆ្នាំ Elijah គឺជាក្មេងប្រុសទូទៅធម្មតាចេះលេងសើចសប្បាយរីករាយគ្រួសារកក់ក្ដៅគ្មានជំងឺ depression ទេជាក្មេងប្រុសដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នាសើចបាននិយាយទៅគឺធម្មតាយកមកតែថ្ងៃមួយនៅក្នុងឆ្នាំ2025ហ្នឹងគាត់ទទួលបានសារនៅក្នុង Instagram និយាយជាមួយគ្នាបានប្រហែលម៉ោងអាអ្នកដែលគាត់ឆាតមួយនៅក្នុង Instagram ហ្នឹងបានកាត់តរូបភាពរបស់គាត់ដោយប្រើបច្ចេកវិទ្យា AI កាត់តមកគាត់តែអត់មានកៅស្លៀកហើយគម្រាមគាត់ត្រូវផ្ញើលុយ$3000ឲ្យគេបើអត់ផ្ញើមកទេរូបភាពហ្នឹងត្រូវចែកចាយបន្តទៅបងប្អូនមិត្តភ័ក្តិហើយនិងគ្រួសារ Elijah ភ័យខ្លាំងមែនតើផ្ញើលុយឲ្យ$50ហើយជនខិលខូចហ្នឹងនិយាយថា$50អត់គ្រប់ទេត្រូវផ្ញើមកគេទៀត Elijah ពេលហ្នឹងគឺភ័យហើយ stress ខ្លាំងមែនតើហើយក៏តក់ស្លុតខ្លាំងដែរអាអ្នកផ្ញើសារមកហ្នឹងវាគិតតែពីគម្រាមនិយាយទៅរុញគេដល់ទីបញ្ចប់យកមកហើយ Elijah ក៏បានបាញ់ខ្លួនឯងនៅថ្ងៃទី28ខែ2ឆ្នាំ2025និយាយទៅជីវិតរបស់គ្នាត្រូវបានបញ្ចប់ព្រោះតែជនខិលខូចប្រើប្រាស់ AI ប៉ុណ្ណឹងហើយម្ដាយឪពុកឥឡូវនេះកំពុងតែព្យាយាមខ្លាំងមែនតើរកអាអ្នកធ្វើហ្នឹងឲ្យទាល់តែបានក្នុងឆ្នាំ2022ក៏មានករណីស្តៀងហ្នឹងដូចគ្នាកើតលើក្មេងប្រុសអាយុ17ឆ្នាំដែលមានឈ្មោះថា Jordan Demey Jordan គឺជាប្រុសស្អាតប្រចាំសាលា Homecoming King ចូលចិត្តលេងកីឡាមានមិត្តភ័ក្តិច្រើនជីវិតឡើងស្រស់បំព្រងហ្មងក៏ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ព្រោះតែសារនៅក្នុង Instagram រយៈពេល6ម៉ោងអ្នកឆាតមកហ្នឹងបន្លំខ្លួនធ្វើជាមនុស្សស្អីនិយាយជាមួយគ្នាចូលឡើងហើយក៏សុំដូររូបភាពហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាយល់ហើយថាជារូបភាពប្រភេទអីរូបដែលគេផ្ញើមកហ្នឹងគឺជារូបភាព AI តែរូបភាពដែល Jordan ផ្ញើទៅគឺជារូបភាពពិតដល់មកចាប់ផ្ដើមគម្រាមគេបដ ாய் ហើយ Jordan ក៏មានសង្សារដែរខ្លាចថារឿងហ្នឹងដឹងឮដល់សង្សារអានេះគឺជាឆាតផ្ទាល់ហ្មងបខំ Jordan ឲ្យស្លាប់ហើយ Jordan ក៏ធ្វើមែនបញ្ចប់ជីវិតត្រឹមវ័យ17ឆ្នាំតែរឿងនេះគេចាប់ជនបង្កបានជាជនជាតិនីសេរីយ៉ា2នាក់ហើយជនខិលខូចទាំងពីរនាក់ហ្នឹងឥឡូវហ្នឹងគេកាត់ក្តីហើយជាប់គុក17ឆ្នាំបច្ចេកវិទ្យា AI គេបង្កើតមកដើម្បីជួយសម្រាប់បន្ទុកពួកយើងតែក៏មានជនខិលខូចជាច្រើនដែលប្រើវាខុសធ្វើបាបអ្នកដទៃចឹងហើយអ្នកទាំងអស់គ្នាគួរតែប្រយ័ត្នខ្លួនឲ្យបានមែនតើព្រោះករណីមួយហ្នឹងក៏មាននៅស្រុកខ្មែរយើងដែរតែអត់ទាន់មានអ្នកគេហ៊ានប្តឹងប៉ូលីសទេចឹងហើយបង្ការសបផ្សាយមួយនេះអត់ធំទូលាយដោយស្រុកគេចឹងហើយអ្នកទាំងអស់គ្នាបើមានពីណាគេផ្ញើសារចម្លែកនៅក្នុងអ៊ីនធឺណិតបាច់សូវចាប់អារម្មណ៍ទេព្រោះអាចជាជនខិលខូចមានបំណងចង់បានលុយយើងចង់ធ្វើបែបយើងក៏ថាបានកុំភ្លេចចែករំលែកព័ត៌មានមួយនេះទៅកាន់បងប្អូនឬមួយក៏មិត្តភ័ក្តិផងព្រោះអីជនរងគ្រោះបន្ទាប់អាចជាពួកគេក៏ថាបាន